ប់រាល់ហើយអត់មកយើងសង្ខេបចាជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងនាងខ្ញុំទៀតហើយបងប្អូនថ្ងៃនេះគឺខ្ញុំមានខ្យងបងប្អូនខ្យងបន្តិចពីផ្សារគេគាស់ស្រាប់ហើយប៉ុន្តែខ្ញុំយកមកលាងសម្អាតឲ្យស្អាតបែបហ្នឹងណាបងប្អូនហើយយើងមានចាម្រះព្រៅចាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកឆាក្តៅគ្រឿងខ្យងបងប្អូនដោយសារតែខានញ៉ាំយូរមែនតែនចាហើយឥឡូវនេះគឺយើងក៏មានគ្រឿងបុកដែរបងប្អូនគ្រឿងបុករបស់យើងនេះយើងបុកជាមួយចាគល់សក្រីរំដេងរមៀតជាមួយនឹងចាខ្ទឹមសរបស់យើងអញ្ចឹងណាចាអញ្ចឹងវិធីឆាខ្យងរបស់ខ្ញុំថ្ងៃនេះងាយមែនតែនណាបងប្អូនឥឡូវតោះយើងទៅឆាទាំងអស់គ្នាបងប្អូនចាបងប្អូនឥឡូវនេះខ្ញុំដាក់ខ្ទះក្តៅជាមួយនឹងប្រេងឆាខ្លះហើយប៉ុន្តែឥឡូវខ្ញុំបន្ថែមជាមួយនឹងប្រេងម្ទេសបងប្អូនដើម្បីយកក្លិនវាហើយក៏ដូចជាពណ៌អញ្ចឹងណាចាបន្ទាប់ពីប្រេងឆារបស់យើងក្តៅហើយខ្ញុំដាក់គ្រឿងបុករបស់យើងចូលតែម្ដងគ្រឿងបុករបស់យើងណាបងប្អូនខ្ញុំក៏បានដាក់ជាមួយនឹងស្លឹកក្រូចសើចរបស់យើងដែរបងប្អូនខ្ញុំភ្លេចប្រាប់មកណាចាខ្ញុំជើបបេះដាក់ខ្ញុំហាន់ដាក់តែម្ដងចាឥឡូវខ្ញុំហាលឆាវាឲ្យឈ្ងុយតិចចាឥឡូវគ្រឿងរបស់យើងឈ្ងុយខ្ញុំដាក់ខ្ទឹមរបស់យើងចូលតែម្ដងដាក់គ្រឿងម្ដងបងប្អូននេះគឺប្រេងយកប្រេងចាគឺទឹកត្រីរបស់យើងណាដាក់ប៊ីចេងកកបងប្អូនវាជិតឲ្យយើងដុតទឹកណាបងប្អូនខ្ញុំថែមអំបិលបន្តិចដោយសារតែយើងមានទឹកត្រីយើងចង់ឲ្យខ្ញុំដាក់ច្រើនទៅសាច់ត្រីបងប្អូនឆាមកក្បោយឥឡូវខ្ញុំដាក់ចានេះគេហៅទឹកកត្រូកបងប្អូនចាគឺយើងដាក់យកក្លិនវាដើម្បីកាត់ឆ្អាបផងឥឡូវយើងឆាវាឲ្យទុំឲ្យចេញក្លិនឈ្ងុយណាបងឡើងបន្ថែមទឹកដេងបន្តិចចាបងប្អូននេះម្សៅម្ទេសម៉ត់ម្សៅដាក់តាមចំណូលចិត្តបងប្អូននេះមានដាក់ក្តៅចិត្តទៅដើម្បីឲ្យវាកាត់ក្លិនខ្យងដែរឈុតទឹកបងប្អូនខ្ញុំចាក់ទឹកក្នុងក្បាលនឹងបន្ថែមណាហើយយើងដុតវាឲ្យពុះសិនប់រាល់ហើយឆ្អិនហើយយើងសង្ខេបម្ទេសនេះយកពណ៌បន្តិចហើយឲ្យវាកាន់តែហឹរជាងមុនណាឈ្ងុយមែនតើបងប្អូនអញ្ចឹងរសជាតិគឺប្រៃដិតផ្អែមហ្មងហើយបងប្អូនតាមអ្វីដែលយើងចង់បានហើយចាគឺយើងដាក់ហើយគេហៅសឹកម្រះព្រៅចង់តឲ្យទៀតឈ្ងុយមែនតើបងប្អូនចាឥឡូវម្រះព្រៅបើយើងស្ងោរទៅខ្ញុំអាចបិទភ្លើងបានបងប្អូនគឺរួចរាល់ហើយអូយតំណមែនតើ
លើឆាខ្យងរបស់យើងគឺឆ្អិនរួចរាល់បងប្អូនឲ្យឈ្ងុយទ្រុបតែម្ដងណាអូនិយាយទៅឃ្លានបាយហ្មងតោះតែធុំក្លិនគល់ខ្ទឹមគល់សក្តិរបស់យើងអញ្ចឹងណាចាចាអញ្ចឹងបងប្អូនឆាខ្យងរបស់យើងគឺតំណងមែនតើហើយរសជាតិគឺឆ្ងាញ់ខ្លាំងមែនតើបងប្អូនអាចសាកល្បងធ្វើបានចាហើយសម្រាប់វីដេអូចាឆាខ្យងរបស់យើងគឺមានតែប៉ុណ្ណេះដូចគ្នាណាបងប្អូនអញ្ចឹងចាំជួបគ្នាជាមួយនឹងចាคลิปវីដេអូក្រោយៗរបស់នាងខ្ញុំទៀតអរគុណបងប្អូនជម្រាបលា